ព្រះសម្មាសម្ពុទ្ធសម្ដែងនៅក្នុងតរកតសោថាម៉េចអ្នកហេរញ្ញេអ្នកកាយាកយ៉ាងក្នុងភូមិប្រែតមិនមានការទិញចូលលក់ចេញទិញចូលដោយមាសប្រាក់ទេហេរញ្ញឹកញាតិញោមធ្លាប់ឮហេរញ្ញៈហ្នឹងគឺលុយហេរញ្ញឹកអ្នកកាន់លុយហ្នឹងហេរញ្ញេអ្នកកាយាកយ៉ាងគឺការលក់ទិញចេញចូលហេរញ្ញេអ្នកដោយមាសប្រាក់មិនមានទេក្នុងភូមិរបស់ប្រែតមិនក៏យើងចេះជាងព្រះដាក់លុយឲ្យប្រែតចាយព្រះអង្គសម្ដែងថាក្នុងព្រូភូមិប្រែតមិនមានទេឥឡូវតខេបជុំលោកសូត្រអញ្ចឹងខេបជុំលោកសូត្រអញ្ចឹងយកសូត្រប្រាប់អញ្ចឹងថាក្នុងភូមិប្រែតមិនមានការចាយលុយទេហើយបើយើងដាក់លុយទៅសួរតាផ្សារឈ្មោះអីហើយយើងគិតថាយកលុយហ្នឹងទៅតាមខ្លួនទៅសោកយមរាជមើងងាយយមរាជប្រយ័ត្នទោសធ្ងន់កាន់តែខ្លាំងណាយមរាជយុទ្ធធម៌ហ្នឹងហើយយើងទៅមើងយមរាជថាពុកលួយដូចស្រុកនៅដែរមែនទេមើលលើក្រដាសប្រាក់គេថាម៉េចអ្នកខ្លែងបន្លំក្រដាសប្រាក់ត្រូវផ្ដន់ទាទោសតាមច្បាប់ហើយយកលុយមែនទេទៅទិញលុយខ្លាញ់ហើយឲ្យអ្នកងប់យកលុយខ្លាំងៗទៅហើយលោកគេចាប់អារឿងលុយខ្លាំងៗនឹងទៀតគិតមិនទៅហ៎ឥឡូវគិតយ៉ាងណាមើលដូចឆោតពេកហើយមានវិណាត់ដែលដុតលុយមែនទែនឲ្យខ្មោចទេអត់ទេចេះតែធ្វើតែហ្មងញាតិញោមរឿងអាចារ្យនាំធ្វើណាអាត្មាសាកសួរអស់ហើយជួនកាលទៅគោះពងមន់ទៅធ្វើស្អីទៅបាណាតិបាតអីក៏មិនគិតដល់ទៅសោះអាត្មាសួរថាញោមឯងមិនក៏ចេះតែធ្វើអញ្ចឹងពីមុនឃើញធ្វើអញ្ចឹងឥឡូវមិនក៏ធ្វើអញ្ចឹងទៀតហើយញោមឯងធ្លាប់បួសមិនដឹងថានឹងខុសទេគាត់ថាថៃមិនដឹងអីចុះមិនក៏ប្រឹងធ្វើចុះបើគេជឿអញ្ចឹងគាត់ថាបើគេជឿអញ្ចឹងហើយចុះញោមឯងអត់មានគំនិតជួយញាតិញោមឲ្យគាត់មានសមាធិទេទេធ្វើត្រឹមត្រូវមានលុយណាឲ្យកូនរៀនគាត់ថាអញ្ចឹងអាត្មាចប់ឯណាទៅគំនិតជួយប្រជាពលរដ្ឋជាការពិតហើយយើងរស់នៅត្រូវការអាហារបរិភោគប៉ុន្តែយើងក៏ជាពេលវេលាមានឱកាសក្នុងការជួយពុទ្ធបរិស័ទដោយពាក្យសម្ដីព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រើពាក្យសម្ដីអស់45ឆ្នាំដើម្បីជួយដោះទុក្ខឲ្យមនុស្សលោកដូច្នេះមិនងាយមានអ្នកណាមានឱកាសកាន់ក្បាលមេក្រូនិយាយណាដូច្នេះជាព្រះសង្ឃគ្រូចាតិកាក្តីជាចៅអធិការក្តីជាអាចារ្យក្តីនៅពេលដែលយើងមានឱកាសកាន់មេក្រូមានន័យថាយើងជាអ្នកដឹកនាំគេដឹកនាំទាំងកាយវិការដឹកនាំទាំងចិត្តគំនិតអាត្មាចំណាំមើលថាបើអាចារ្យវត្តណាថ្វាយបង្គំលោកស្និទ្ធថ្វាយបង្គំព្រះសំពះល្អពុទ្ធបរិស័ទគេមើលតែអាចារ្យទេគេមិនសូវមើលលោកទេណាចំណាំថ្វាយបង្គំមិនអាចារ្យអ្នកនាំមិនចឹងនាំថ្វាយបង្គំមិនអាចារ្យអ្នកនាំមានលោកបានសូវនាំឯណាតាមពិតអាចារ្យមានឱកាសច្រើនជាងលោកតាមប៉ុនមួយឥឡូវយើងមើលពីម៉ោង2ទៅចាប់ដើមអាចារ្យប្រកាសទេវតាអាចារ្យទៀតប្រកាសហេតុបុណ្យអាចារ្យទៀតនាំថ្វាយបង្គំព្រះអាចារ្យទៀតរីលុយអាចារ្យទៀតមុនលោកទេអាចារ្យទៀតលោកតាមពិតមានពេលតែឲ្យសិលសូត្រមន្តហើយទេសនាហើយក្រៅពីនឹងមេគ្រូលឺវោកអាចារ្យរហូតមែនអត់ហ្នឹងហើយអញ្ចឹងអ្នកបង្រៀនអរិយាបថដល់ពុទ្ធបរិស័ទដោយច្រើនគឺអាចារ្យតាខ្លាំងថ្វាយអង្គមបរិយមិននឹងដោះពីមាត់ថ្វាយអង្គមហើយថ្វាយអង្គមខ្លះពាក្យថាថ្វាយបង្គំក៏ជាសមាធិមួយដែរញាតិញោមបាននិយាយបន្តិចទៅជាសមាធិមួយប៉ុន្តែញាតិញោមខ្លះថ្វាយអង្គមនិយាយបដើថ្វាយអង្គមឲ្យបញ្ញាប់ទៀតប៉តនិយាយបដាំងកណាបញ្ញាប់បន្តិចប៉តចឹងឯងញាតិញោមចឹងឯងសបោចឹងហ្នឹងហើយតាមពិតការថ្វាយបង្គំក៏ជាសមាធិ